ថ្ងៃនេះគឺយើងឃើញលោកហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាសរសេរសារនៅលើបណ្ដាញសង្គម Facebook របស់គាត់ដាក់ដូចនេះហើយខ្ញុំនឹងបកស្រាយលោកថាទើបជួបពិភាក្សាតាមទូរស័ព្ទជាមួយនឹងលោក Kash Patel នាយកនៃការិយាល័យស៊ើបអង្កេតកម្រិតសហព័ន្ធ FBI របស់សហរដ្ឋអាមេរិកលោកបន្តថាយើងបានវិយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំកន្លងមករវាងស្ថាប័នសន្តិសុខរបស់ប្រទេសកម្ពុជានិង FBI នៅក្នុងការទប់ស្កាត់និងប្រយុទ្ធប្រឆាំងអក្រិតកម្មឆ្លងដែនដូចជាការជួញដូរមនុស្សគ្រឿងញៀនឃាតកម្មជំរិតទារប្រាក់អក្រិតកម្មហិរញ្ញវត្ថុនិងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចុងក្រោយលោកហ៊ុនម៉ាណែតបញ្ជាក់ថាជាជំហានបន្ទាប់យើងបានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសន្តិសុខកម្ពុជានិង FBI ដើម្បីរក្សាសន្តិសុខនិងសុវត្ថិភាពសម្រាប់ប្រជាជននិងប្រទេសយើងទាំងពីរបាទរឿងដែលលោកហ៊ុនម៉ាណែតសរសេរសារនៅលើបណ្ដាញសង្គម Facebook តាក់ទងនឹងជួបលោក Patel ដែលជាប្រធាន FBI នេះគឺជាសារមួយដែលគួរឲ្យសាទរតាក់ទងនឹងជំហររបស់កម្ពុជាសហការគ្នាជាមួយនឹងប៉ូលីសអាមេរិកកម្រិតប៉ូលីសសហព័ន្ធសារតហ្នឹងគឺដោយសារអីគឺជាជំហររបស់កម្ពុជានៅក្នុងការបដិញ្ញាប្រយុទ្ធប្រឆាំងការឆបោកអនឡាញឬក៏អក្រិតកម្មឆ្លងដែននេះជាមួយនឹងអន្តរជាតិហើយជាពិសេសអាមេរិកហើយជំហរនេះក៏វាស្របគ្នាទៅនឹងអ្វីដែលជាលក្ខខណ្ឌដែលមាននៅក្នុងសេចក្តីថ្លែងការណ៍រួមរវាងប្រទេសថៃនិងប្រទេសកម្ពុជាដែលថៃក៏បានស្នើឲ្យកម្ពុជាជួយសហការប្រយុទ្ធប្រឆាំងអំពើឆបោកអនឡាញជាមួយនឹងអាជ្ញាធរថៃប៉ុន្តែកម្ពុជាមិនត្រឹមតែសហការជាមួយថៃទេចង់ប្រាប់ថៃទៅវិញដែរថាកម្ពុជាលោតខ្ពស់រហូតដល់ទៅសហរដ្ឋអាមេរិកផងមិនខ្លាចនៅក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើឆបោកអនឡាញនៅប្រទេសកម្ពុជាទេហើយការដែលសហការជាមួយនឹងលោក Patel ដែលជា FBI បែបនេះក៏ចង់បង្ហាញអំពីបេះដូងរបស់កម្ពុជាថ្នាក់ដឹកនាំរបស់កម្ពុជានៅក្នុងការបដិញ្ញាការពារគេឈ្មោះមុខមាត់របស់កម្ពុជាប្រយុទ្ធប្រឆាំងការជួញដូរឆបោកអនឡាញស្ដារកិត្តិយសយើងឡើងវិញនៅលើឆាកអន្តរជាតិក៏ប៉ុន្តែស្របពេលដែលខ្ញុំសាទរលោកហ៊ុនម៉ាណែតនៅក្នុងការបង្ហើរសារនេះសេតវិមាននៅសហរដ្ឋអាមេរិកឬក៏បណ្ដាញផ្សព្វផ្សាយដទៃទៀតរបស់សហរដ្ឋអាមេរិកអត់មានទាន់ចុះផ្សាយអំពីសារសន្ទនាគ្នារវាងលោកហ៊ុនម៉ាណែតជាមួយនឹងលោកPatel ឬក៏ Kash Patel មេ FBI អាមេរិកនៅឡើយទេហើយតើគាត់ជជែកគ្នាអីក៏អត់ទាន់មានពីខាងនាយកដ្ឋាន FBI ដែរតែយ៉ាងណាយើងជឿជាក់លើនាយករដ្ឋមន្ត្រីកម្ពុជាថាជាជំហរដែលបញ្ជាក់អំពីការចង់សហការជាមួយអាមេរិកដែលអាចជាការកែប្រែ